អុកញ៉ាខឹមតាស្រង់រំលឹកស្នាដៃធំក្នុងការនិពន្ធទំនុកចម្រៀងដល់តារាចម្រៀងមាសសុខសុភាខណៈពេលដែលតារាចម្រៀងមាសសុខសុភាកំពុងជួបរឿងមិនសប្បាយចិត្តរឿងបែកបាក់ស្វាមីនិងរឿងលួយរាប់សែនដុល្លារភុងខ្លួនជាមួយនឹងតាអេសីសក់ក្នុងត្បែងស្រាប់តែអុកញ៉ាខឹមតាស្រង់បានចេញមុខរំលឹកការធ្វើបទចម្រៀងល្បីៗរបស់ខ្លួនជាច្រើនដល់តារាចម្រៀងមាសសុខសុភាអុកញ៉ាខឹមតាស្រង់បាននិយាយថាសមត្ថភាពសម្លេងរបស់មាសសុខសុភានៅតែជាការចងចាំលើចុងប៊ិចរបស់ខ្ញុំកន្លងមកជានិច្ចកន្លងមកអុកញ៉ាខឹមតាស្រង់បាននិពន្ធមេឡូឌីនិងទំនុកចម្រៀងដល់តារាចម្រៀងមាសសុខសុភារាប់មិនអស់ដែលបទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទល្បីៗនិងផ្ទុះការចាប់អារម្មណ៍បំផុតពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសបទចម្រៀងទាំងនោះរួមមានស្ដាប់រែងធ្វើបងស្រក់ទឹកភ្នែកខ្ញុំស្មោះគេស្មោះអ្នកផ្សេងដឹងថាបងនៅនឹកគេហេតុអ្វីអ្នកក៏ហក់ខ្ញុំដើមឈើស្នេហ៍ពេលគេលក់ទើបអាចភ្លេចបងខ្មាស់គេប៉ុណ្ណាបើបងបែកអូនធ្វើម៉េចខ្ញុំមិនស្អាតដូចគេស្រឡាញ់ឈ្មោះបងថាអូនមុខនឹងបត់បោកអ្នកណាបោកទៅលើកលែងតែអូនជាដើមនៅមានបទចម្រៀងល្បីៗជាច្រើនទៀតដែលលោកខឹមតាស្រង់បាននិពន្ធចម្រៀងសម្រាប់តារាចម្រៀងមាសសុខសុភា